ជួយផងជួយខ្ញុំផងតើអ្នកណាកុំលេងដៃឲ្យសោះបើអ្នកលេងដៃយប់នេះអ្នកប្រកាសជាស្លាប់មិនខានសុំទោសជួយខ្ញុំផងខ្ញុំរងចាំលេងបានហើយបើដេកបាក់ម្ដងទៀតនឹងកប់អ្នកក្នុងនោះហើយកុំឈួតអីខ្ញុំនឹងជួយអ្នកចេញមកខ្ញុំនឹងជួយអ្នកឲ្យបានកុំតន់ដេកលក់បានឬទេបើអ្នកដេកលក់ខ្ញុំកុំជួយអ្នកដោយឥតប្រយោជន៍ហើយតំបន់ភ្នំដាច់ស្រយាលនេះភ្លៀងធ្លាក់ខ្លាំងបាក់ដីទៀតបើបោះបង់អ្នកចោលនៅទីនេះដល់ព្រឹកឡើងអ្នកនឹងក្លាយជាគ្រាប់ដីបាត់ទៅហើយទ្រាំបន្តិចទៅក្មួយដល់ផ្ទះនឹងមានភ្លើងកម្ដៅហើយជីយ៉ូវេភ្ញាក់ហើយក្មេងនេះភ្ញាក់ហើយតើអ្នកជាអ្នកជួយខ្ញុំមែនទេនេះជាទីណាមិនមែនទេគឺកូនស្រីខ្ញុំឈ្មោះជីយ៉ូវេដោយសារភ្លៀងធ្លាក់ខ្លាំងបាក់ដីនាងបានជីកដីជួយអ្នកចេញមកយឺតជាងនេះបន្តិចអ្នកប្រកាសជាត្រូវទឹកភក់កប់បាត់ហើយបងស្រីអ្នកគឺជាអ្នកជួយខ្ញុំមែនទេកុំតន់និយាយអីញ៉ាំបបរនេះទៅកំពុងតែក្តៅខ្លួនអ្នកទាំងត្រជាក់ទាំងសើមហើយពោះក៏ទេទៀតបើនៅតែបែបនេះទោះបីរឹងមាំដូចដែកក៏ទ្រាំមិនបានដែរសូមអរគុណបងស្រីសូមអរគុណលោកយាយបើមិនបានអ្នកទាំងពីរខ្ញុំប្រកាសជាមិនអាចរស់ដល់យប់នេះទេអ្នកជាអ្នកមកពីឆ្ងាយតែហេតុអ្វីបានមកដល់ជ្រលងភ្នំដាច់ស្រយាលនេះផ្លូវនេះធ្លាប់បាក់ដីជាច្រើនដងមកហើយសូម្បីតែអ្នកស្រុកនៅទីនេះក៏មិនហ៊ានដើរពេលភ្លៀងដែរខ្ញុំមកពីទីក្រុងផ្សេងដើម្បីពិភាក្សាគម្រោងគេថាទីនេះមានផលិតផលព្រៃឈើច្រើនសំនឹងបង្កើតមូលដ្ឋានផលិតផលព្រៃឈើទើបខ្ញុំមកពិនិត្យមើលលទ្ធផលគឺគេរៀបចំអន្ទាក់ទុកជាស្រេចបោកឲ្យខ្ញុំចុះកិច្ចសន្យាហើយបោកយកលុយវិនិយោគរបស់ខ្ញុំទៅពួកគេថែមទាំងចង់ឃុំខ្លួនខ្ញុំទៀតខ្ញុំឆ្លៀតពេលពួកគេកំពុងផឹកស្រាទើបគេខ្លួនមកបានទូរស័ព្ទនិងកាបូបលុយខ្ញុំបាត់អស់ហើយពេលផ្លូវភ្នំមានភ្លៀងធ្លាក់ខ្លាំងខ្ញុំដើរទាំងយប់ទាំងថ្ងៃទាំងឃ្លានទាំងអស់កម្លាំងទើបមកដល់មាត់ភ្នំតាបាំងក៏អើធ្លាក់ចុះមកកំពិតស្ទើរតែស្លាប់ព្រោះតែពួកវាពិតមែនជីវយឺលុយនឹងសម្រាប់ឲ្យសៀវហោរៀនណាកូនដឹងម៉ែប៉ុន្តែបើគេត្រឡប់ទៅវិញមិនបានគឺចប់ជីវិតគេហើយជួយមនុស្សមកហើយក៏ជួយឲ្យដល់ទីបំផុតទៅលុយរៀនសៀវហោចាំយើងពីរអ្នកម្ដាយកូនរកវិធីផ្សេងជួយជីវិតមនុស្សម្នាក់សំខាន់ជាងអ្វីទាំងអស់នេះលុយ3-5-100ជាលុយរបស់គ្រួសារយើងស្អែកព្រឹកឡើងជិះឡានទៅវិញហើយយកលុយនេះទិញអីហូបតាមផ្លូវផងកុំដើរផ្លូវភ្នំទៀតអីបងប្រុសខ្ញុំមិនអាចយកលុយនេះបានទេនេះជាលុយរៀនរបស់កូនអ្នកមីងខ្ញុំជំពាក់ជីវិតពួកអ្នករួចបាត់ទៅហើយយកទៅឥឡូវអ្នកមិនមែនខ្ចីលុយទេគឺកំពុងខ្ចីជីវិតចាំអ្នកត្រឡប់ទៅវិញហើយមានបាននៅថ្ងៃមុខចាំទៅជួយអ្នកដទៃទៀតអ្នកមីងអ្នកស្រីខ្ញុំឈ្មោះឆឹងយួនសានថ្ងៃនេះអ្នកទាំងឡាយបានជួយខ្ញុំពីក្នុងភពហើយផ្ដល់ជីវិតថ្មីឲ្យខ្ញុំនឹងមិនភ្លេចគុណមួយជីវិតនេះឡើយចាំដល់ពេលខ្ញុំមានជីវិតប្រសើរឡើងខ្ញុំនឹងត្រឡប់មកតបស្នងអ្នកទាំងឡាយវិញកូនឲ្យកុំលុតជង្គង់អីពេលធ្វើដំណើរឆ្ងាយអ្នកណាក៏អាចជួបគ្រោះកាច់ដែរពួកយើងមិនចង់បានការតបស្នងអ្វីទេគ្រាន់តែចង់ឲ្យកូនបានសុខសប្បាយត្រឡប់ទៅផ្ទះវិញនិងធ្វើជាមនុស្សល្អចាំទុកណាកុំចោះចាញ់នឹងវាសនាហើយក៏កុំដើរផ្លូវខុសឲ្យសោះឲ្យតែនៅមានជីវិតថ្ងៃណាមួយនឹងអាចងើបមុខឡើងបានវិញខ្ញុំនឹងត្រឡប់មកវិញអ្នកស្រីយ៉ាងស្ថានភាពរបស់ម្ដាយអ្នកឥឡូវមិនសូវល្អទេត្រូវតែវះកាត់ឲ្យបានឆាប់បំផុតថ្លៃវះកាត់និងការព្យាបាលបន្តយ៉ាងហោចណាស់ក៏ត្រូវប្រើ30,000ដែរអ្នកត្រូវប្រញាប់រកលុយមកលោកគ្រូពេទ្យសូមលោកកុំបារម្ភអីខ្ញុំនឹងរកលុយមកឲ្យបាននឹងមិនឲ្យខកខានការព្យាបាលម្ដាយខ្ញុំឡើយកូនឲ្យកុំពិបាកចិត្តអីម៉ែអាយុប៉ុណ្ណេះចាត់ទុកថាគ្រប់គ្រាន់ហើយស្រីម្នាក់ដែលត្រូវមើលថែកូនផងនិងចិញ្ចឹមម៉ែផងវាលំបាកខ្លាំងណាស់ហើយម្ដាយកុំនិយាយបែបនេះអីម៉ែចិញ្ចឹមខ្ញុំធំដឹងក្តីការដែលខ្ញុំមើលថែជំងឺម៉ែគឺជាកាត់ប្រកិច្ចដ៏ត្រឹមត្រូវរឿងលុយកាក់ចាំខ្ញុំរកវិធីដោះស្រាយបងស្រីមិនបានបងមកទីនេះម៉ែរបស់ជានជន់ឈឺធ្ងន់ណាស់គ្រូពេទ្យថាត្រូវតែវះកាត់បងស្រីសុំខ្ចីលុយប្អូនបន្តិចសិនទោះបីជា10,000ក៏បានដែរបងនឹងសងប្អូនវិញពេលក្រោយឯ10,000នឹងចុះប្អូនស្មានថាក្រុមហ៊ុនយើងបើកធនាគារមែនទេយើងត្រូវបង់រំលោភផ្ទះឡានហើយកូនត្រូវរៀនគួរតាមមួយណាមិនត្រូវការលុយម៉ាក់របស់ KCR ទាំងប៉ុន្មានឆ្នាំនេះគាត់ដកលុយរៀបចំទុកពេលចាស់ជរាទាំងអស់មកជួយពួកប្អូនទិញផ្ទះចាស់ក៏លក់អស់ដែររហូតដល់ថ្លៃទឹកតែក៏គាត់ជួយចេញដែរឥឡូវគាត់ជឿធ្ងន់បែបនេះពួកប្អូនមិនអាចប្រងើយកន្តើយបែបនេះទេបងស្រីបងនិយាយបែបនេះមិនសមទេដែលម៉ាក់សុកចិត្តជួយខ្ញុំកាលពីមុនព្រោះគាត់អាណិតកូនប្រុសគាត់មិនមែនខ្ញុំបង្ខំគាត់ឯណាម្យ៉ាងវិញទៀតប៉ុន្មានឆ្នាំមកនេះម៉ាក់រស់នៅជាមួយបងអ្នកណាដែលមើលថែអ្នកនោះត្រូវទទួលខុសត្រូវនោះគឺជាម៉ាក់បង្កើតរបស់យើងណាទោះជាម៉ាក់បង្កើតក៏ត្រូវធ្វើតាមលទ្ធភាពដែរអាយុច្រើនម្លឹងហើយនៅត្រូវចំណាយលុយ30,000វះកាត់ទៀតវះរួចហើយបានអីឡើងវិញថ្ងៃក្រោយក៏នៅតែត្រូវលេបថ្នាំចូលពេទ្យខ្លាយជាបន្ទុកអ្នកដទៃដដែលពួកប្អូននិយាយពាក្យបែបនេះចេញមកបានយ៉ាងម៉េចឈប់ទៅខ្ញុំគ្មានលុយទេហើយក៏មិនខ្វល់ដែរបងចង់ធ្វើជាកូនកតញ្ញូក៏បងមើលថែគាត់ទៅកុំមកយំសឹកខ្សោយនៅផ្ទះខ្ញុំលេងលេះគេហើយមានកូនជាប់មកជាមួយមួយបាច់ទីបំផុតគឺមានចរិតបែបនេះសោះបើម៉ាក់ដឹងគាត់នឹងឈឺចាប់បណ្ណាទៅបងស្រីរឿងមើលថែម៉ាក់គឺជារឿងរបស់បងប្រុសទី2គាត់មិនខ្វល់ខ្ញុំរឹតតែគ្មានសមត្ថភាពនឹងជួយទេកុំទូរស័ព្ទផ្ទេទៅណាទៀតអីចង់ចាត់ការយ៉ាងណាក៏តាមចិត្តចុះលោកឈឿនរកឃើញដំណឹងហើយអ្នកដែលជួយសង្គ្រោះលោកកាលពី5ឆ្នាំមុនក្នុងហេតុការណ៍ឲ្យបាក់ដីគឺលៀងជីវយឺឥឡូវនេះគាត់នៅមន្ទីរពេទ្យប្រជាជនប្រចាំស្រុកម្ដាយគាត់ជាធ្ងន់ត្រូវវះកាត់ខ្វះខាតថវិកាច្រើនណាស់ប៉ុន្មានឆ្នាំនេះគាត់រស់នៅលំបាកខ្លាំងណាស់ប្តីជាប់លបែងហើយប្រើអំពើហិង្សាកាលពី5ឆ្នាំមុនគាត់ត្រូវបានគេបណ្តេញចេញពីផ្ទះប្តីទាំងកូនស្រីមានតែត្រឡប់ទៅផ្ទះម្ដាយបង្កើតដើម្បីមើលថែម្ដាយចាស់ប្អូនប្រុសរបស់គាត់ពេលចូលក្រុងហើយក៏មិនសូវខ្វល់ពីម្ដាយចាស់ដែរឥឡូវគាត់ម្នាក់ឯងត្រូវមើលថែទាំងម្ដាយទាំងកូនសូម្បីតែថ្លៃវះកាត់ក៏រកមិនបានផង5ឆ្នាំមុនមានន័យថាពេលដែលគាត់ជួយខ្ញុំគាត់ខ្លួនឯងក៏កំពុងតែជួបផ្លូវតដែរគឺលុយដែលគាត់ឲ្យលោកកាលនោះតាមពិតវាជាលុយសម្រាប់បង់ថ្លៃសិក្សាឲ្យកូនស្រីគាត់ខ្លួនឯងកំពុងតែជួបទុក្ខលំបាកវេទនាបែរជាទុកផ្លូវរស់ឲ្យខ្ញុំទៅវិញលោកឈឿនលោកវ៉ាងកំពុងរងចាំនៅក្នុងបន្ទប់ប្រជុំហើយគម្រោងនេះអូសបន្លាយកន្លះឆ្នាំមកហើយថ្ងៃនេះត្រូវតែចុះហត្ថលេខាឲ្យបានកិច្ចសន្យាអាចកែបានប៉ុន្តែជីវិតអ្នកមានគុណរងចាំមិនបានទេចុះខាងលោកវ៉ាងវិញប្រាប់គាត់ថាការចុះហត្ថលេខាត្រូវពន្យាពេលក្រុមហ៊ុនយួនឈឿងនឹងកាត់បន្ថយប្រាក់ចំណេញ 3% ចាត់ទុកថាជាការសុំទោសពីខ្ញុំមួយទៀតជូនដំណឹងទៅមន្ទីរពេទ្យស្រុកឲ្យបើកផ្លូវសម្រួលភ្លាមថ្លៃវះកាត់និងថ្លៃព្យាបាលទាំងអស់ក្រុមហ៊ុនយួនឈឿងជាអ្នកចេញបើកឡានទៅមន្ទីរពេទ្យឲ្យលឿនកុំខ្ចីលុយអ្នកណាទៀតអីម៉ាក់មិនព្យាបាលទៀតទេត្រឡប់ទៅផ្ទះវិញចុះម៉ាក់ខ្ញុំមិនទៅវិញទេទោះបីជាខ្ញុំត្រូវធ្វើការ3កន្លែងឬលុតជង្គង់សុំទានគេក៏ខ្ញុំត្រូវតែព្យាបាលម៉ាក់ឲ្យជាដែរកុំទៅណាអីខ្ញុំនិងម៉ាក់មិនអាចខ្វះអ្នកបានទេសាននាងបងស្រីជីវយឺខ្ញុំមកយឺតហើយអ្នកគឺជាបងស្រីជីវយឺមែនទេចាំខ្ញុំអត់បានទេកាលពី5ឆ្នាំមុនមានភ្លៀងធ្លាក់ខ្លាំងបាក់ភ្នំខ្ញុំត្រូវបានគេបោកអស់លុយហើយស្ទើរតែត្រូវដីបាក់លុបកប់ទាំងរស់គឺជាអ្នកដែលជីកកាយខ្ញុំចេញពីក្នុងភពអ្នកនិងអ្នកម៉ាក់បានឲ្យទឹកញីនិងអាហារស្ងួតដល់ខ្ញុំថែមទាំងយកលុយថ្លៃរៀនរបស់សៀវហឺឲ្យខ្ញុំធ្វើជាថ្លៃធ្វើដំណើរទៀតអ្នកគឺជាក្មេងប្រុសឆឹងយៀនសានមែនទេពិតជាអ្នកមែនកូនឲ្យកូនត្រឡប់មកវិញហើយមែនទេ
អ្នកម៉ាក់ខ្ញុំត្រឡប់មកវិញហើយប្រសិនបើការនោះមិនបានអ្នកនឹងបងស្រីជីវយូទេខ្ញុំប្រហែលជាត្រូវកប់នៅក្នុងជ្រលងភ្នំនោះបាត់ទៅហើយលោកប្រធានឈឹងផ្លូវពិសេសសម្រាប់ការវះកាត់ត្រូវបានបើកហើយក្រុមអ្នកជំនាញទាំងអស់បានមកដល់ហើយ10នាទីទៀតអាចរៀបចំការត្រៀមខ្លួនមុនវះកាត់បានបងប្រុសធ្វើបែបនេះមិនបានលុយច្រើនណាស់ខ្ញុំមិនអាចឲ្យអ្នកទទួលខុសត្រូវជំនួសបានទេបងស្រីជីវយូកាលនោះបងបានឲ្យលុយសន្សំទាំងអស់ដែលមានក្នុងផ្ទះមកខ្ញុំថ្ងៃនេះថ្លៃវះកាត់និងថ្លៃសម្រាប់ព្យាបាលរបស់អ្នកម៉ាក់ខ្ញុំជាអ្នករ៉ាប់រងទាំងអស់ថ្លៃរៀនរបស់ស៊ីវហ៊ឺនៅថ្ងៃមុខក៏ខ្ញុំរ៉ាប់រងដែរក្នុងនេះមាន5សែនទុកឲ្យស៊ីវហ៊ឺរៀនសូត្រអនាគតរបស់ក្មេងម្នាក់មិនគួរត្រូវបានបំផ្លាញដោយសារតែភាពក្រលំបាកឡើយមិនបានទេការដែលអ្នកជួយព្យាបាលម៉ាក់ខ្ញុំក៏ជាគុណបំណាច់ដ៏ធំធេងពេកហើយគុណសង្គ្រោះជីវិតមិនអាចយកលុយមកសងបានអស់ឡើយបងស្រីជីវយូនេះមិនមែនជាការដាក់ទានទេតែវាជាអ្វីដែលខ្ញុំជំពាក់បងម៉ាក់មានរឿងអីទៅសានឲ្យឪពុកកូនជាថ្មិញរើជំងឺចាស់ទៀតហើយថ្ងៃត្រង់នេះសំបីតែបក៏គាត់លេបមិនចូលដែរហាមពេញមួយចំហៀងមុខហើយកូនប្រញាប់មកមើលគាត់ទៅការសិក្សារបស់ក្មួយតូចខ្ញុំក៏ជាអ្នកទទួលខុសត្រូវបងមិនបាច់ទៅអង្វរកអ្នកណាម្នាក់ទៀតឡើយហើយក៏មិនបាច់ខ្លាចក្រែងចិត្តអ្នកណាម្នាក់ទៀតដែរកាលពីមុនបងគ្រាន់តែជួយទាញអូនបន្តិចបន្តួចចេញពីភូលប័ព្វប៉ុណ្ណោះមិនសមនឹងទទួលគុណបុណ្យដ៏ធំធេងបែបនេះទេបងស្រីជីវយូនោះមិនមែនត្រឹមតែជួយបន្តិចបន្តួចទេបើគ្មានបងថ្ងៃនោះជីវិតរបស់ខ្ញុំប្រហែលជាបាត់បង់នៅក្នុងជ្រលងភ្នំទៅហើយអ្វីដែលបងឲ្យខ្ញុំមិនមែនគ្រាន់តែជាលុយធ្វើដំណើរទេតែវាជាផ្លូវរស់ជីវយូឲ្យយើងជួយមនុស្សមិនខាត់ពេលទេជីវិតមនុស្សម្នាក់សុទ្ធតែជឿថាធ្វើល្អនឹងទទួលបានផលល្អត្រឡប់មកវិញពូពិតជាជួយព្យាបាលយាយមែនទេមែនហើយពូសន្យានឹងក្មួយយាយនឹងបានព្យាបាលហើយក្មួយក៏នឹងបានរៀនសូត្រដូចគ្នាចាប់ពីពេលនេះទៅក្មួយនឹងម៉ាក់មិនចាំបាច់ខ្លាចថាគ្មានអ្នកជួយជ្រោមជ្រែងទៀតទេបងប្អូនទាំងអស់គ្នាកាលពី5ឆ្នាំមុនពេលដែលខ្ញុំជួបទុក្ខលំបាកបំផុតគឺបងស្រីជីវយូនិងលោកយាយដែលបានជួយសង្គ្រោះខ្ញុំកណ្ដាលភ្លៀងធ្លាក់ខ្លាំងលើភ្នំ5ឆ្នាំក្រោយមកពួកគេធ្លាក់ក្នុងសភាពលំបាកខ្ញុំត្រឡប់មកវិញដើម្បីសងគុណនេះទទួលការជួយត្រឹមមួយដំណក់ទឹកត្រូវតែសងត្រឡប់មកវិញដូចទឹកហូរមិនដាច់ពូមីងនៅមុខអេក្រង់ទាំងអស់គ្នាតើខ្ញុំធ្វើបែបនេះត្រឹមត្រូវទេ